Radio Free Asia.ក្រុមទាហានកងឆាត់យងបានប៉ះដង្កេចដោយហិង្សាជាមួយនឹងក្រុមកម្មកររោងចក្រយ៉ាជីងនៅក្នុងសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនៅថ្ងៃទី2ខែមករាឆ្នាំ2014នៅពេលដែលកម្មករទាំងនោះធ្វើបាតកម្មទាមទារដំឡើងប្រាក់ខែគោលឲ្យបាន$160សហរដ្ឋអាមេរិកក្នុងពេលដែលប៉ះដង្កេចគ្នានោះគឺទាហាននៃកងអន្តរាគមន៍ពិសេសឆាត់យងលេខ911បានចាប់ខ្លួនក្រុមកម្មករ15នាក់ក្នុងនោះមានកម្មករមានមន្ត្រីអង្គការសង្គមស៊ីវិលនិងព្រះសង្ឃ5អង្គឃុំឃាំងនៅបន្ទាយឆាត់យងលេខ911ដើម្បីសួរចម្លើយនិងរៀបចំឯកសារបញ្ជូនទៅតុលាការក្នុងពេលដែលទាហានកំពុងតែឃុំខ្លួនបាតកោនិងព្រះសង្ឃនោះអ្នកតវ៉ានៅខាងក្រៅហាក់ជ្រួលច្របល់ទាមទារឲ្យដោះលែងអ្នកដែលត្រូវចាប់ខ្លួនទាំងនោះក៏ប៉ុន្តែមិនមានចម្លើយណាមួយត្រឡប់មកវិញនោះឡើយចំណែកឯមេបញ្ជាការដែលនៅបញ្ជាទាហានទាំងនោះគឺមិនអាចអត្ថាធិប្បាយអំពីសភាពការនោះឡើយដោយគាត់ថ្លែងថាគាត់រងចាំតែបញ្ជាថ្នាក់លើតែប៉ុណ្ណោះខ្ញុំអត់ដឹងខ្ញុំអត់ដឹងនេះស្ដាប់អត់ជាគេឲ្យខ្ញុំឈរជើងហ្នឹងឈរជើងហ្នឹងប៉ុន្តែខាងហ្នឹងជាខាង911មួយជាក៏ខាងលើខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំដឹងទទួលបនជាឲ្យគឺខ្ញុំអនុវត្តប៉ុន្តែត្រូវតាមច្បាប់នេះតាមលោកខ្ញុំអត់ដឹងដូចខ្ញុំនិយាយចឹងតែធៀបស្ដាប់បនជាទេច្បាប់ខ្ញុំចំណែកឯមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូបានថ្លែងថាលោកសោកស្ដាយចំពោះការកើតមានអំពើហិង្សារវាងទាហានកងឆាត់យងនិងក្រុមបាតកោនោះហើយលោកសោកស្ដាយចំពោះការប្រើប្រាស់តួនាទីរបស់ទាហានជាអ្នកការពារជាតិនោះមកបង្ក្រាបក្រុមកម្មករទៅវិញអញ្ចឹងយើងគិតមើលថាបើកតាបកិច្ចនិងភារកិច្ចវាមានការខុសគ្នាយ៉ាងឆ្ងាយហើយអ្វីដែលគេកំពុងចាប់អារម្មណ៍ថាហេតុអីបានយកកងកម្លាំងយោធាមកធ្វើការទប់ស្កាត់ប៉ះពាល់ដល់សិទ្ធិនេះវាបើនិយាយទាក់ទងនឹងសិទ្ធិមនុស្សវារំលោភហើយក៏រំលោភទៅលើកតាបកិច្ចដែលមានចុះជាអនុសញ្ញាផងដែរក្នុងសិទ្ធិសញ្ញាអន្តរជាតិការប្រើប្រាស់កងកម្លាំងយោធាទោះយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលកម្មករនិងព្រះសង្ឃទាំង15នាក់នឹងអង្គដែលត្រូវទាហានកងឆាត់យង911ចាប់ខ្លួននោះមិនទាន់ដោះលែងនៅឡើយទេហើយក្រុមកម្មករនៅតែបន្តទាមទារឲ្យមានការដោះលែងមនុស្សទាំងនោះខ្ញុំមុំសុផុនវិទ្យុអាស៊ីសេរីក្រុងភ្នំពេញ